និយាយពីផ្សារដើមកហ្នឹងគឺថាក៏ក្រិចណាស់បងប្អូនដែលធ្លាប់ឆ្លងកាត់ក៏ដូចជាធ្លាប់ចូលនៅក្នុងផ្សារដើមកហ្នឹងដឹងបើគឺថាមេរោគស្មុករោគគឺថាអនាម័យវិសារោតែម្ដងក៏ក្រិចយកតែមែនទេដើរតែជើងតទេជិះតែម៉ូតូមិនស្រួលនឹងប្រឡាក់ពេញតែខ្លួនទាំងអស់ក៏ក្រិចមែនទេដើរពាក់ស្បែកជើងមិនចង់ហ៊ានទឹកដើរទៅទៀតហើយគិតយ៉ាងម៉េចអ្នកលក់មួយចំនួននឹងគិតយ៉ាងម៉េចគិតថាឲ្យតែបានអញលក់ដាច់ក៏ក្រិចយ៉ាងម៉េចក៏ក្រិចទៅផ្ទះអាណាស្ទះទៅអញ្ចឹងមែនបាទគិតអញ្ចឹងមែនដោយសារតែបញ្ចោតខ្លួនឯងងាប់អាណាងាប់ទៅក៏ក្រិចអាណាក៏ក្រិចទៅអញ្ចឹងមែនបាទគិតអញ្ចឹងមែនហើយអាជីវករមួយចំនួនត្អូញថាក្របាទក្រយ៉ាងម៉េចប្រជាពលរដ្ឋបានខមមិនក៏ដូចជាបង្ហោះហើយក្រស្អីឡានមកផ្ទះ3 4ឡានបាទអ្នកខ្លះមានផ្ទះរត់3 4កន្លែងទៅទៀតក្រយ៉ាងម៉េចចូលបន្លែម្ដងសិតតែ2 3កុងតឺន័រក្រយ៉ាងម៉េចព្រះជាម្ចាស់ហើយគិតយ៉ាងម៉េចខ្ញុំចង់ឲ្យទីក្រុងស្អាតចង់ឲ្យទីក្រុងល្អតែពេលដែលរត់កែលំអបែកទៅចេញតបាទដោយសារតែបញ្ចោតខ្លួនឯងរាប់សិបឆ្នាំមកហើយវាសំជាមនុស្សអត់មិនមែនមនុស្សទេអីបាទវាទៅជាអញ្ចឹងពេកណាវាហួសចិត្តតែម្ដងបាទបងប្អូនអាចមើលទាំងអស់គ្នាក៏ក្រិចមែនទេបាទនិយាយពីក្លិនវិញគាត់ថាទៅតតែពាក់ម៉ាស់បានអាចចូលបានស្អុយម៉ែស្អុយគ្រប់សពបែបយ៉ាងបាទមើលតែផ្លូវចុះគ្មានពណ៌គ្មានសម្បុរទេគឺថាក៏ក្រិចយកតែមែនទេមេរោគកាន់ឆ្នាំមកហើយគាត់ថាបន្តឲ្យទីក្រុងរបស់យើងក៏ក្រិចអញ្ចឹងទៀតឬយ៉ាងម៉េចអ្នកខ្លះចង់ទៅលក់ទៅក្នុងផ្ទះលក់ក្នុងផ្ទះយ៉ាងម៉េចអ្នកមកយកមិនប្រសិទ្ធប្រសាច់ស្ទះពេញទាំងអស់ដដែលហ្នឹងអាញាធរគេធ្វើគេគិតហើយគេគិតថាតើតែបដូរទីតាំងមិនអាចទៅរួចបាទគេឲ្យទៅកន្លែងថ្មីស្អាតគេអត់យកថ្លៃចំនួន2ឆ្នាំថ្លៃទឹកថ្លៃភ្លើង6ខែគេអត់យកថ្លៃទៅទៀតហើយចំពោះអ្នកដឹកលំអដឹកអីផ្សេងៗជាប្រវត្តិរាយការណ៍មកគឺថាពេលបើកឡានម្ដងគឺថាតឹងចិត្តស្ទើរតែដាច់ខ្យល់ម្ដងគេបើកមកផ្លូវហ្នឹងខឹងគេទៅទៀតផ្លូវសាធារណៈរបស់រដ្ឋគេបង់ពន្ធជូនរដ្ឋដែរតាមិនផ្លូវអីអស់លោកលក់បន្លែរុញលំអអស់លោកឯងណាពេលគេលេងធေါ်ក្តៅតាំងថាគេអាក្រក់ចឹងប្រជាពលរដ្ឋគ្រប់គ្រងច្រើនមែនទែនបើសិនជាធေါ်តិចមិនស្ដាប់ដាក់ធေါ်ក្តៅទៅអរគុណច្រើនបងប្អូនមានមតិកំណត់យ៉ាងណាអាចខមមិនក៏ដូចចែករំលែកវីដេអូនេះចង្ក្រានហ្គាសសុវត្ថិភាពមួយទឹកជប៉ុនគុណភាពល្អធន់មាំប្រើបានយូរសន្សំសំចៃហ្គាសជាងចង្ក្រានធម្មតាដល់ទៅ2 ដងទំនាក់ទំនងកំងលេខ Telegram នៅលើវីដេអូនេះតម្លៃចាប់ពី$55ឡើងទៅ